រឿងបន្ទាប់ការស្នេហ៍ភាគទី6ចាប់ផ្ដើមអាស្រ័យរឿងដំបូងបន្ទាប់ពីភាគមុនលីយ៉ុនបាននាំឈីវូត្រឡប់មកផ្ទះវិញនៅពេលនោះលីយ៉ុនមើលទៅដូចជាហត់នឿយខ្លាំងណាស់ដោយសារតែនៅតាមផ្លូវឈីវូបានធ្វើការសួរអំពីលីយ៉ុនរបស់យើងរហូតហើយពេលនោះឈីវូបានសួរទៅកាន់លីយ៉ុនថាលីយ៉ុនមើលទៅអូនហាក់ដូចជាហត់នឿយខ្លាំងណាស់នោះគឺដោយសារតែលោកកំពុងវាយប្រហារខ្ញុំជាមួយនឹងសំណួរមិនឈប់ទាំងនោះពេលត្រឡប់មកផ្ទះវិញហើយបន្ទាប់មកលីយ៉ុនក៏បានធ្វើការនឹកឃើញនៅពេលដែលនាងបាននាំឈីវូត្រឡប់មកតាមផ្លូវមកផ្ទះតើបងមានអាយុប៉ុន្មានគឺអាយុរបស់យើងដូចគ្នាលីយ៉ុនតើអូនមានអាយុប៉ុន្មានខ្ញុំមានអាយុ32ឆ្នាំហើយអញ្ចឹងយើងមិននិយាយផ្លូវការដែលគេហៅគ្នាអូនបងទៅដោយសារតែខុនឆេវូគឺជាបារោះដែលមានការគួរសមនឹងណាបងដឹងថាបងគួរតែដើរដោយខ្លួនឯងពេលនឹងបើយើងក៏លេចមើលទៅទ្វារគឺថាទ្វារហ្នឹងគឺខ្ទេចតែម្ដងដោយសារតែឆេវូហ្នឹងគឺបានធ្វើការទម្លាយចេញតាមទ្វារនោះនេះខ្ញុំមិនអាចឲ្យលោកធ្វើបែបនេះនោះទេចាស់របស់លោកមានដោយរបួសនិងស្នាមជាំពេលនោះលីយ៉ុនក៏បានគិតថាហើយប្រសិនបើមានអ្វីខុសជាមួយនឹងរាងកាយរបស់លោកនោះខ្ញុំគឺនឹងទទួលខុសត្រូវភ្លាមឥឡូវនេះបងមកលាងសម្អាតនិងផ្លាស់ប្ដូរសម្លៀកបំពាក់របស់លោកមុនសិនទៅខ្ញុំនឹងទៅយករបស់នៅជាន់ក្រោមសិនពេលនេះកំពុងគុំទៅណាឲ្យសោះណាមួយសន្ទុះក្រោយមកគេក៏ឃើញថាលីយ៉ុនបាននាំសម្ភារៈពេទ្យនិងថ្នាំពេទ្យជាច្រើនមកក្នុងបន្ទប់ហើយលីយ៉ុនក៏បានធ្វើការលាបរបួសទៅឲ្យឈីវូរបស់នៅពេលដែលនាងកំពុងតែលាបរបួសឲ្យឈីវូនាងក៏បានក្នុងចិត្តដែរថាវាត្រូវតែឈឺប៉ុន្តែគាត់មិនរើសម្បីតែបន្តិចពេលនោះស្រាប់តែពួកគេក៏បានកលេចប្រសពភ្នែកគ្នាហើយធ្វើឲ្យលីយ៉ុនរបស់យើងនេះគឺមានការផិតភ័យជាខ្លាំងឬក៏បានគិតក្នុងចិត្តថាប្រមនេះនេះហើយអ្វីបានជាគាត់មើលមកខ្ញុំបែបនេះដោយគេចង់ចាប់ខ្ញុំស៊ីអញ្ចឹងនេះត្រឹមត្រូវហើយតើអាជីវកររបស់ខ្ញុំមានការព្រួយបារម្ភយ៉ាងណាចំពោះថាតើឃាតករកំពុងឈឺឬអត់កុំគិតច្រើនពេកធ្វើវាឲ្យរួចសិនតាមដែលអាចធ្វើបានតបពីកិនរួចលីយ៉ុនបាននិយាយថានេះគឺរាល់ហើយខ្ញុំតែបានធ្វើការព្យាបាលជំនួយដំបងជាមូលដ្ឋាននៅពេលក្រុមគ្រូពេទ្យមកនៅថ្ងៃស្អែកពួកគេនឹងពិនិត្យមើលលោកឲ្យកាន់តែប្រសើរអញ្ចឹងខ្ញុំចុះតែក្រោមវិញហើយយូក៏បានសួរថាហេតុអីលីយ៉ុនក៏បានតបអត់ទោសតើលោកមានន័យថាយ៉ាងម៉េចក្រែងយើងជាប្តីប្រពន្ធនឹងគ្នាតែមិនបានកេងបែកគ្នាអញ្ចឹងពេលនោះធ្វើឲ្យលីយ៉ុនមានការភ្ញាក់ផ្អើលរួចក៏និយាយថានោះគឺដោយសារតែលោកនៅជាអ្នកជំងឺនៅឡើយបងជាអ្នកជំងឺប៉ុន្តែបងមិនមែនជាមនុស្សរុក្ខជាតិទៀតនោះទេពេលនោះលីយ៉ុនក៏បានគិតក្នុងចិត្តថាឈប់សិនខ្ញុំមិនរំពឹងរឿងនេះតតែសោះហើយបន្ទាប់មកឈីវូក៏បានធ្វើការខិតទៅចិត្តលីយ៉ុនដែលធ្វើឲ្យលីយ៉ុនចាប់ផ្ដើមញ័រហើយបានគិតថាយកស្អីមកវាយខ្ញុំតិចមកខ្ញុំទៅនឹកឃើញថាការកុហកដ៏គួរឲ្យខ្លាចយ៉ាងណាដែលខ្ញុំបានប្រាប់គាត់ពេលនោះស្រាប់តែឈីវូបាននិយាយខ្សឹបទៅដាក់ត្រចៀករបស់លីយ៉ុនថាព្រោះតែបងមានអារម្មណ៍ថាបងដូចជាមនុស្សចម្លែកចំពោះអូនតើបងខុសពីប្តីដែលអូនចង់ចាំមែនទេពេលនោះលីយ៉ុនក៏បានឆ្លើយថាវាគឺឈីវូក៏បាននិយាយបន្តចោលបងគ្រាន់តែដេកក្បែរអូនដូចជារុក្ខជាតិហើយមិនធ្វើអ្វីក្រៅពីដកដង្ហើមទេបងនឹងមិនប្រព្រឹត្តចំពោះអូនដោយប្រងើយកន្តើយនឹងមិនបង្ខំឬគំរាមកំហែងអូនឡើយបងនឹងធ្វើដោយប្តីដែលអូនចងចាំថាមានពីមុនមកអញ្ចឹងគេងជាមួយបងណាបន្ទាប់មកយើងក៏ឃើញថាពួកគេក៏បានធ្វើការគេនៅលើក្រៅជាមួយគ្នាហើយពេលនោះលីយ៉ុនក៏បានគេខឹងចិត្តថាខ្ញុំគ្រាន់តែដេកចុះគ្រាន់តែដេកអញ្ចឹងមិនចប់ប៉ុណ្្នឹងទៅគេងក្បែរចិត្តឃាតករពេលនោះឈីវូក៏បាននិយាយថាមានរឿងជាច្រើនដែលមកចង់សួរអូនលីយ៉ុនក៏បានគិតខឹងចិត្តថាសុំបោះលោកដេកទៅលោកតើអូនមានចំណាប់អារម្មណ៍យ៉ាងណាតាមបងនិងអូនជួបគ្នាដោយរបៀបណាទៅពេលនោះលីយ៉ុនក៏បានគិតថារឹងរូសតាំងពីដើមយើងបានឡើងលើភ្នំជាមួយគ្នាហើយបានធ្លាក់ក្នុងឧបទ្ទហេតុមួយឈីវូក៏បាននិយាយថាអូនដូចគ្នាមែនទេលីយ៉ុនមែនហើយខ្ញុំមិនបានមានរបួសធ្ងន់ធ្ងរអីនោះទេពេលនោះឈីវូក៏បានសួរបន្តថាតើយើងរៀបការនៅពេលណា
លីយ៉ុនចាប់ផ្ដើមភ័យនឹងបែកញើសឬក៏និយាយថាពីឆ្នាំមុនអញ្ចឹងអូនបានតែមើលថែប្តីរបស់អូនតាំងពីថ្ងៃដែលទើបរៀបការរួចនេះគឺអាក្រក់បំផុតហើយបន្ទាប់មកលីយ៉ុនក៏បានគិតថាគួរឲ្យភ្ញាក់ផ្អើលដែលបាននិយាយថាមានអារម្មណ៍ពិតហើយអបិជីវូយ៉ាងណាមិនព្រមឈប់សួរលីយ៉ុនរបស់យ៉ាងឡើយហើយនៅតែសួរទៀតថាតើយើងមានទំនាក់ទំនងយូរប៉ុណ្ណាហើយនោះគឺលីយ៉ុនក៏បានគិតក្នុងចិត្តថាសំណួរកាន់តែធ្ងន់កទៅហើយឯងខ្ញុំទទួលបានបទពិសោធន៍ពិតៗឬការសម័យនៅក្នុងរឿងបែបនោះប្រសិនបើគាត់ជីកបានជ្រៅជាងនេះខ្ញុំមិនប្រកាសថាខ្ញុំគ្រាន់តែអាចធ្វើការដោះសារដែលយល់ឃើញនោះទេលីយ៉ុនក៏បាននិយាយគ្រាន់តែដូចដែលយើងបានជួបជីវូក៏បានតបថានេះភ្លាមឯងតើវាមិនចម្លែកពេកទេក្នុងការនិយាយថាយើងទើបតែរៀបការភ្លាមជាការប្រសានណាអំពីពិពាក្យដែលបានរៀបចំតាមរយៈការធ្វើការប្រកួតនៅក្នុងផ្ទះតែគឺនៅតែជារឿងធម្មតាណាស់នៅលើកោះនេះអញ្ចឹងវាជាកន្លែងដែលយើងបាន one night stand អញ្ចឹងកាលនឹងពាក្យ one night stand គឺមានន័យថាជាភាសាមួយដែលគេនិយាយឬប្រើជំនួសរួមរយៈរបៀបគេចាក់ខ្ចៅអីចឹងណាហើយពេលទី6របស់យើងក៏ត្រូវបានស្នើត្រឹមនឹងសូមអ្នកទាំងអស់គ្នារងចាំទស្សនាភាពបន្តទៀតនៅថ្ងៃទឹកស្អែកណាអញ្ចឹងហើយមានសូមធ្វើការជាស្រាយក៏ជាអភ័យទោសព្រោះក៏ឆ្កល់ដែលមានបានធ្វើការសម្រាយខុសត្រង់ណាមួយនឹងក៏សូមអ្នកទាំងអស់គ្នាជាស្រាយមានផងហើយជាចុងក្រោយមានសូមអរគុណសូមជម្រាបបាយ